បីដងវែងថ្លែងវិចានមក្សកាអោនកាយបង្គំដល់ព្រះពុទ្ធទុកជាធំបធរប្រសង្ឃរតនត្រ័យគុំសុំបន្ទុនអោនសិរសានមក្សកាដោយចិត្តភក្តីអេងសូមក្រាបថ្វាយបង្គំអង្គព្រះនរុបបតីអង្គព្រះមហាក្សត្រដែលព្រះអង្គប្រកបដោយទួសុពិតរាជធម៌ព្រះអង្គគង់ជាមលុបយ៉ាងប្រត្រជាក់ទូលព្រះបង្គំខ្ញុំបករណាក្រាបអោនសិរសាយ៉ាងរូតរះរៀបរាប់សង្ខេបបែបខ្លីៗយ៉ាងទៀតក៏សូមគោរពប្រមុខរាជរដ្ឋាភិបាលដល់ថ្លាថ្លៃសម្ដេចពុកសម្ដេចដេជោព្រមទាំងសម្ដេចមហាបវរធិបតីជាមគ្គប្រទេសដឹកនាំជាតិដល់ថ្លាថ្លៃប្រយោជន៍ដើម្បីសុខសន្តិភាពសូមគោរពលោកយាយលោកតាបងប្អូនអ្នកទាំងឡាយអស់លោកបានសុខបានសប្បាយសូមឲ្យសនុកសុខសប្បាយកុំមេម៉ាយអស់លោកយាយតាថ្ងៃនេះខានក៏មិនបានព្រោះរំលឹកនឹកគុណ7មករាជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យជាតិកាមេរ៉ាមិនអាចបំភ្លេចបានអ្វីហើយរៀបរាប់ไปយ៉ាងសំភីបានន័យថាថ្ងៃកំណើតទី2យើងគ្រប់គ្នាទូទាំងប្រជាណាចក្រកម្ពុជាយើងក៏មិនភ្លេចគុណ7មករាអីមានន័យធំធេងដ៏អស្ចារ្យបានន័យថាចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតក្នុងគំនិតខ្មែរស្មារតីខ្មែរញាតិទាំងប្រុសស្រីហើយជាប្រវត្តិសាស្ត្រមួយមិនអាចបំភ្លេចចាយបានអីចរិតនៅក្នុងស្មារតីមនុស្សខ្មែរគ្រប់ជំនាន់ប្រវត្តិសាស្ត្រពិភពលោកក៏គេបានជ្រាបច្បាស់គេសិក្សាអ្នកបុរាណវិទ្យាអ្នកប្រវត្តិវិទ្យាដ៏ថ្លៃថ្លាគេសិក្សាឃើញថាវាអស្ចារ្យក្រៃអ្នករំលឹកនឹកគុណដ៏ថ្លៃថ្លា7មករាទើបយើងមានដល់សពថ្ងៃជាកំណើតទី2ជនទាំងប្រុសស្រីជាបៃរៀបរាប់ដូចតទៅហើយ7មក
ការ៉ាថ្លាដូចខែប្រជាជនខ្មែរផុតកម្មក្រាក់អេផុតពីរបបប្រល័យពូជសាក់ផុតពីប្រត់ប្រាំងមកជុំគ្នាផុតពីនឹមដែកអមរែកកម្មផុតពីក្រញាំភ្យុកភ្យោមីផុតពីភ្នំឆ្អឹងសែនវេទនាផុតពីក្រមគ្រាអោបទុកធំហើយផុតពីកលឫស្សីចវៈខ្នោះគ្នៀងផុតពីភ្យុះភ្លៀងញ័រចំប្រាប់ពើកផុតពីល្ងងក្លៅរណ្ដៅកប់នយោបាយឡប់នៃជនពីលពលពតផុតពីរបបអង្គមួយក្តាប់ផុតពីសម្លាប់ចោលហាលវាលគុកអិតចិញ្ចាំងពួកជន្ដៀលសម្លាប់រង្គាលឲ្យស៊ីរួមផុតពីទុកសោកវេទនាផុតពីក្រមគ្រាអោបទុកធំផុតពីចល័តប្រមូលផ្ដុំផុតពីបារម្ភបានសុខវិញហើយចំនួននោះយើងនិយាយធ្វើអីសម្រាប់មនុស្សដូចសម្រាប់សត្វធាតុលេងសត្វនឹងគុលរស័យយើងឃើញជាក់ស្ដែងហើយនៅគុកទួលស្លែងហើយតែអេសហើយតែសត21ហើយនឹងតំបន់សម្រាប់នានាទូទាំងកម្ពុជាមិនតិចអ្វីរាប់ម៉ឺនរាប់លានអ្នកបញ្ញវន្តសាស្ត្រាចារ្យនិស្សិតបញ្ញវន្តប្រសង់សត្វអ្នកចេះដឹងវិញ្ញូជនទាំងឡាយក្រុមទៅទាំងពូជគ្មានសល់អ្វីដីព្រាត់ប្រពន្ធព្រាត់ប្តីកូនប្រុសកូនស្រីព្រាត់ម្ដាយឪពុកបងអត់អាហារបងអត់ចំណីអេប្រើដូចគួក៏បីឲ្យចិត្តដែររបបគ្មានលោតគ្មានតប៉ែគ្មានបាយមានបបរមកក្របបាយសសម្លដើមចេកបបរដើមចេកលេងតគួនថ្ងៃណាមិនស្រួលខ្លួនបាញ់ឲ្យពេញព្រៃតាមុំសុនគាត់ថាអញ្ចឹងមិនមែនពាក្យខ្ញុំទេបាទតាមុំសុនគាត់ថាបបលេងតគួនថ្ងៃណាមិនស្រួលខ្លួនបាញ់ឲ្យពេញព្រៃរបបគ្មានសិទ្ធិគ្មានសេរីមួយថ្ងៃឃើញតែសម្លាប់ហើយនេះសម័យពលពតណែបាទខ្ញុំកើតក្រោយពលពតទេបងប្អូនអើយដូច្នេះហើយបានន័យតែយើងរស់រៀនមានជីវិតក្រោយថ្ងៃរំដោះ7មករា1979គប់ជួនដោយគុណរណសេពីធ្នូរណសេសង្គ្រោះជាតិកម្ពុជាបើយើងនិយាយឲ្យទុននៃផ្លុនបានន័យតែគណៈបកប្រជាជនលោកបានរំដោះជាតិកម្ពុជាឲ្យយើងមានជីវិតមានរស្មីយើងមានបាវចនាជាតិសាសនាព្រះមហាក្សត្រណែជំនាន់ហ្នឹងអត់មានទេ3ឆ្នាំ8ខែ20ថ្ងៃគ្មានសាលារៀនមន្ទីរពេទ្យគ្មានវត្តអារាមទេ
សាគ្មានលុយរៀលលុយដុល្លារអីទីក្រុងភ្នំពេញគ្មានផ្សារចាស់គ្មានផ្សារថ្មីលេងអ្នកស្រុកនៅតាមស្រែឲ្យគ្រប់គ្នាហើយនេះរៀបរាប់បងប្អូនទាំងឡាយយើងបានសុខសប្បាយហើយមិនភ្លេចគុណគុណនោះគុណសែនធ្ងន់រំដោះឲ្យយើងមានជីវិតដល់មកសពថ្ងៃយើងរស់រៀនមានជីវិតហើយមានរស្មី7 មករាដល់ថ្លាថ្លៃបានន័យត្រឹមដោះយើងឲ្យរស់រៀនមានជីវិតបានឥឡូវខួប47ឆ្នាំ79 2021សេដ្ឋកិច្ចខ្មែរបោះពួយយើងមានអវៈអវ័យគ្រប់យ៉ាងប្រមុខរាជរដ្ឋាភិបាលសម្ដេចពុកសម្ដេចដៃជោសម្ដេចបវរធិបតីលោកបានអភិវឌ្ឍហើយយើងមានសិទ្ធិមានសេរីមានអវ័យដល់សពថ្ងៃដូចយើងឃើញច្បាស់ហើយបាច់រៀបរាប់បងប្អូនយើងក៏គួរគប់ផ្លេចគុណូបការៈដល់ថ្លាថ្លៃប៉ុន្តែឥឡូវឆ្លេះពី7 មករានឹកឡើងគួរឲ្យខ្លោចផ្សាយើងសុខសប្បាយក៏ប៉ុន្តែមានប្រទេសដទៃហើយប្រទេសសៀមឬប្រទេសថៃប្រមាណខែប្រមាណថ្ងៃលេខឆ្លៀនពៀនកម្ពុជាមិនឈប់ទេនៅតាមតំបន់ព្រំដែនកម្ពុជាថៃតំបន់ភូមិព្រៃច័ន្ទភូមិជោគជ័យតំមន់តូចតំមន់នៃតុំធំតាកបីតំបន់ថ្មដារហូតដល់តំបន់អានសេះតំបន់ក្តៅហើយប្រមាណថ្ងៃសង្គ្រាមឆ្លៀនពៀនទឹកឆ្លៀនពៀនដីពីសំណាក់ចៅសៀមហើយអប្រៃប្រមាណថ្ងៃធ្វើឲ្យយើងទុកព្រួយហើយបើលេងច្បាំងគ្នាវាមិនអីទេក៏ប៉ុន្តែយើងវេទនាជាងគេព្រួយនោះអើយសែនព្រួយបើក៏ភ្លើងដៃយើងមិនសូវភ័យក៏ប៉ុន្តែថៃលេខS16ព្រួយហើយសែនព្រួយអាយុជីវិតជនស៊ីវិលបងប្អូនលោកយាយអញលោកតាវត្តអារាមមន្ទីរពេទ្យសាលារៀនផ្ទះអ្នកស្រុកផ្ទះអ្នកភូមិនៅតាមស្រុកតាមភូមិគួរឲ្យសន្ភ័យមានជនភាសឹកក៏ច្រើនស្ទើរតែ10000នាក់ដែរគ្នារកទីតំបន់មានសុខសวัสดิភាពតាមវត្តអារាមនានាមកសៀមរាបនឹងក៏ជើញច្រើនយ៉ាងមហិមាដូច្នេះសូមពីវនាវអស់លោកដែលមានសទ្ធាជ្រះថ្លាធ្វើទាន
ហើយចែករំលែកបង្ហាញពីសាមគ្គីភាពជាតិនេះខ្ញុំបាទក៏ឆ្លៀតរៀបរាប់យ៉ាងខ្លីៗបងប្អូនបាទចូលដំណេកអកហើយពេលស្មើហ្នឹងមិនទៅមានអ្នកតាមដានចបៃខ្ញុំមានដូចជូនពរជូនជ័យសូមឲ្យស្មារតី7មករាដិតតាមនៅជាមួយបងប្អូនឲ្យចងចាំជានិច្ចសូមឲ្យសង្គ្រាមចប់ពីពេលហ្នឹងទៅយប់ជ្រៅខ្ញុំក៏សូមជូនពរជោគជ័យមហាបវរពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈដល់បងប្អូននាងអ្នកលោកយាយតាបងប្អូនទាំងឡាយគ្រប់អាត្មាបានសុខាតរាបតរៀងទៅអើយសូមបានសុខាតរាបតរៀងទៅអើយបាទគ្រប់លាបងប្អូននៅយប់ជ្រៅហើយមិនសូវមានអ្នកតាមដានទេបាទហ្នឹងហើយបាទលោកនាយកខីវ៉ាណេតបាទសូមគោរពជំរាបសួរលោកនាយកបាទបាទបងពុទ្ធីបាទបងពុទ្ធីស៊ីម៉ុនបាទសុខសប្បាយលោកប្អូន KC បាទអច្ឆរិយៈសំណង់បាទជំរាបសួរលោកប្អូនបាទពីអង្គពីបាទសុខសប្បាយបងប្អូនបាទស៊ីឡុងសុខយ៉ាងណាហើយបាទនេះថ្ងៃហ្នឹងសូមរៀបរាប់ពី7មករាបន្តិចបាទហ្នឹងហើយបាទជូនពរសុខសប្បាយទាំងអស់គ្នាបាទ